Ok, số đen là con kia xong mà hai nơi video mối tệ to chỉ mối nâng biết đồ tiền rút tiếp này là computer chẳng không ná nó về đây nè thằng ngọc như trở lại Windows thay mày chẳng thấy cứ viên anh chạp tiền default bao Windows sẽ và ta một số cái này nè thằng ngọc như trong ban tiền rút tiếp ad đài dương tới cá do màu để phun ấy cứ phim nâng bằng hai mình từng tịch ok chẳng video nó sắp nạp nè này quad flop trên computer ấy có tha vì optimist khá là visual này có tha ní nhung vừa lang cứ sắp nạp nè này basic từ 4 quad tâm miền từ 4 quad ắt đăng tha thời thương mà chị chắc là ní cô nhưng cái tham miền video sắp nạp quad bao nhiêu vừa video lại ok chẳng từ 4 nè từ ngọc kia bà sân chia miền hữu clip na ta sát trong computer nhưng bao không đạiรูปភាពដូចជា picture ឬក៏កន្លែង drive data ណាមួយដែលយើងមានរូបភាពស្រាប់នៅក្នុង computer អញ្ចឹងឧទាហរណ៍ខ្ញុំចង់បានរូបឆាបនេះអញ្ចឹងខ្ញុំគ្រាន់តែមកស្ដាំយកពាក្យថា set as desktop background មកអញ្ចឹងរូបវានឹងទៅជាទាំង background របស់យើង automatic មួយទៀតក្នុងករណីអ្នកទាំងអស់គ្នាចង់បានរូបភាពពី internet ស្អាតអញ្ចឹងអ្នកទាំងអស់គ្នាត្រូវទៅភ្ជាប់ internet សិនមកហើយតមកទៀតអ្នកទាំងអស់គ្នាបើកកម្មវិធីដែលយើងអាចទៅកាន់ internet ហ្នឹងឬក៏ Chrome ឬក៏ Firefox ឬក៏ Internet Explorer អញ្ចឹងបន្តទៀតអ្នកទាំងអស់គ្នាអាចវាយឧទាហរណ៍ថាបើចង់បានរូបភាពធម្មជាតិដាក់ថា natural wallpaper អញ្ចឹងណាអូខេតមកទៀតអ្នកទាំងអស់គ្នាចុច enter មកអូខេតមកទៀតមាន image មកអញ្ចឹងអ្នកគ្នាឆ្លាញ់រូបមួយណាគឺយើង download រូបនឹង save មកទុកក្នុង computer សិនមកបើសិនជាយើងចង់បានរូបភាពជា technology យើងវាយពាក្យ technology អញ្ចឹងនេះ technology wallpaper អញ្ចឹង enter មកអូខេអញ្ចឹងយើងបានរូបភាព technology មកហ្នឹងគឺរបៀប search រកអូខេអញ្ចឹងឧទាហរណ៍ខ្ញុំចង់បានរូបភាពមិញឧទាហរណ៍ថា natural មិញចុះអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ឆ្លាញ់នៅរូបភាពណាមួយណាក៏បានដែរខ្ញុំឧទាហរណ៍ sample នេះយករូបមួយនេះចាស់ឲ្យវាចាំដើរឲ្យចប់សិនអូខេបន្តមកទៀតអ្នកទាំងអស់គ្នា save មកស្ដាប់រូបហ្នឹងយកពាក្យ save image មកឧទាហរណ៍ទុកលើ desktop នៅលើ computer កញ្ចក់អេក្រង់យើងហ្នឹងឧទាហរណ៍ខ្ញុំដាក់ឈ្មោះថា image ខ្ញុំ save អូខេ save ចប់ហើយអញ្ចឹងអ្នកទាំងអស់គ្នាអាច minimize វាឲ្យវាចូលក្នុងបន្តមកទៀតនេះរូបរបស់យើងដែលបាន save មិញ image អញ្ចឹងខ្ញុំចង់ឲ្យវានៅលើអេក្រង់ហ្នឹងយើងចុចមកស្ដាំលើ image យកពាក្យ set as desktop background ដូចគ្នាអូខេអញ្ចឹងងាយស្រួលទេអាហ្នឹងអញ្ចឹងរូបផ្សេងទៀតធ្វើដូចគ្នាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកនរគ្នាអាចតាមទាន់សូមអរគុណច្រើន